ថ្ងៃនេះខ្ញុំចែករំលែកពាក្យនៅក្នុងបន្ទប់គេងជាភាសាអង់គ្លេសបន្ទប់គេងភាសាអង់គ្លេសអានថា bedroom គ្រែគេង bed ពុកភាសាអង់គ្លេសអានថា mattress ខ្នើយភាសាអង់គ្លេសអានថា pillow ស្រោមខ្នើយ pillowcase ខ្នើយអោប long pillow ភួយ blanket មុង mosquito net ចង្កៀងអំពូលមានន័យថាចង្កៀងយើងដាក់នៅគៀនគ្រែចង្កៀងអំពូលទូចណាយើងដាក់នៅគៀនគ្រែយើងអានថា lamp នាឡិកានេះនាឡិការោយើងដាក់នៅគៀនគ្រែយើង alarm clock តុធ្វើការ desk កៅអី chair ទូសៀវភៅ bookcase សាឡុង sofa កម្រាលព្រំ carpet រូបភាពយើងបិទក្នុងបន្ទប់ណាមានរូបភាពបិទក្នុងបន្ទប់ picture កង្ហារ fan ម៉ាស៊ីនត្រជាក់ air conditioner ទូដាក់ឥវ៉ាន់ closet កញ្ចក់អានេះកញ្ចក់យើងសម្រាប់ make up នៅក្នុងបន្ទប់គេងយើង mirror ទ្វារ door បង្អួច window វាំងនន curtain ទូខោអាវ wardrobe កម្រាលជូតជើង rack